Good morning បងប្អូនសួស្តីសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំសម្រាប់ថ្ងៃអាទិត្យណាថ្ងៃនេះថ្ងៃអាទិត្យហើយសម្រាប់អាហារពេលព្រឹកខ្ញុំអត់មានទេថ្ងៃនេះយើងមានតែត្រីជាប្រភេទត្រីទន្លេដែលផ្ញើមកពីស្រុកកំណើតពីខេត្តហើយជាមួយនឹងខ្ទឹមជ្រក់ខ្ទឹមនេះគឺចេញពីនៅតាមផ្លូវទេមិនថាយើងពីខាងស្រុកខាងកោះធំសូមជើងទិញពីខាងកោះធំហើយសរសើរមែនតើសម្រាប់ខ្ទឹមនៅខាងកោះធំគឺរសជាតិវាឆ្ងាញ់ហើយជាតិជូរក៏ប៉ុន្តែអត់ផុយឲ្យស្រួយក៏ប៉ុន្តែជូរហើយធ្វើឲ្យយើងញ៉ាំទៅបំបត្តិភាពត្រលាន់ណាហើយមែនតើថ្ងៃនេះយើងត្រឡប់មកវិញជាមួយនឹងអាហារពេលព្រឹករបស់ខ្ញុំថ្ងៃនេះណាអញ្ចឹងយើងមានត្រីចៀនសំដៅត្រីជាប្រភេទត្រីដែលត្រីចៀនឬក៏ត្រីអាំងតែជាប្រភេទត្រីរីសុតហើយដែលអ្នកផ្ទះរបស់ខ្ញុំគាត់ញ៉ាំមកហើយថ្ងៃនេះខ្ញុំធ្វើការញ៉ាំតាមបងប្អូនញ៉ាំបាយពេលព្រឹករបស់ខ្ញុំដូចគ្នាណាខ្ញុំថាពេលព្រឹកខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្ណឹងហើយញ៉ាំទៅគឺល្អមែនទែនពេលដែលយើងគួរតែមានក្នុងទូណាតាមផ្ទះនីមួយៗមកថាយើងដើម្បីទីមួយយើងញ៉ាំបង្កើនអាកាសភាពត្រលាន់របស់ប្រហុកហើយធ្វើយើងញ៉ាំបាយបានច្រើនហើយទីពីរក៏វាមានអត្ថប្រយោជន៍សម្រាប់ការបញ្ចុះជាតិសម្ពាធឈាមពិសេសគឺអ្នកដែលមានសម្ពាធឈាមខ្ពស់ឬក៏ឡើងឈាមយើងគួរតែមានញ៉ាំជាប្រចាំអាចថាញ៉ាំ2-3គ្រាប់ក្នុងមួយថ្ងៃយើងណាវាសម្រួលទៅដល់ប្រព័ន្ធសរសៃឈាមរបស់យើងបានល្អហើយត្រឡប់មកវិញយើងមកចាប់អារម្មណ៍ជាមួយនឹងម្ហូបវិញថាត្រីចៀនឬក៏ត្រីរបស់ខ្ញុំនេះគឺត្រីមកពីទន្លេឬត្រីធម្មជាតិមិនថាប្រភេទត្រីយើងចាប់បានទេវាជាត្រីធម្មជាតិហើយរសជាតិវាឆ្ងាញ់មែនទេបងប្អូនខ្ញុំសុំដៃទេដោយសារតែញ៉ាំស្រាប់ទៀតហ្នឹងមានន័យថាវារៀងប្រហែលតិចដោយសារតែធម្មតាញ៉ាំប្រភេទអាហារបែបនេះគឺយើងគួរតែញ៉ាំដៃវាល្អជាងមិនថាទីមួយក៏ប្រដាប់ភាពងាយស្រួលហើយទីពីរគឺធ្វើឲ្យអាហាររបស់យើងហ្នឹងគឺកាន់តែឆ្ងាញ់ដែរតែវាស្វិតខ្លាំងមែនទែនបងប្អូនមើលនេះខ្លាំងស្វិតប៉ុន្តែវាអត់ស្វិតបែបលក្ខណៈយើងពិបាកញ៉ាំទេណាមានថាស្វិតប៉ុន្តែរសជាតិឆ្ងាញ់ឆ្ងាញ់បងប្អូនហើយបានម្ហូបយ៉ាញ៉ាំបាយបានច្រើនណាថាជាប្រភេទម្ហូបដែលយើងញ៉ាំបាយច្រើនហើយញ៉ាំឆ្ងាញ់ញ៉ាំអស់មួយចានតែម្ដងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ